bà xôm on cài group chui xuống xôm xoa cùng một căn ba channel đáp rừng tiên rồi bọc trong bàn ba sọc sờ bài thế bóng ôn bà một dạng đi bà sọc tục dạng nào đây ngày nay đấy trong ba admin bà có bàn mà chạy làm lệch sạch rừng tiên thay mới tiệt hỏi tất cả bọc mai bóng ôn ở khné rì snap cầm sàn tại môn năng chiên từ đó cao rì snap cầm sàn ở sạch rừng tiên tầng ở này tại trong bàn lượng món gì thấy ní xong bóng ôn tầng ở khné cho tất cả channel ở bọc trong bàn rồi có search biệt tha SB rừng tiền snap rừng tiền nên kênh channel ở bọc trong bàn hơi chút subscribe mà nệm một phongដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមនៅលើ channel របស់ខ្ញុំបានតោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងទៅស្នាប់នៅសាច់រឿងនៃទៀនទាំងអស់គ្នាដែលតេតើរឿងស្នេហារវាងបរិសុទ្ធក្រីក្រម្នាក់និងអ្នកមានបាទកូនក្រមុំអ្នកមានម្នាក់បាទនៅក្នុងសាច់រឿងនេះដែរយើងនិយាយតេតើទៅនឹងបរិសុទ្ធម្នាក់ហ្នឹងដែលគាត់រស់នៅក្នុងភូមិមួយបាទភូមិតូចមួយបាទហើយពោពេញទៅដោយទលីដីពោពេញទៅដោយផ្លូវគ្រូក្រហមដល់ដីគ្រូក្រហមយើងតែងតែមានទលីដីហុយពេលឡានបើកអញ្ចឹងណាបាទតាមស្រុកស្រែជនបទបាទហើយវ័យរបស់គាត់មានអាយុប្រហែលជាខ្ទង់25ឆ្នាំបងប្អូនបាទគាត់រស់នៅបាទគាត់រស់នៅក្នុងភូមិនោះបាទហើយគាត់នោះក៏មានឈ្មោះថាវិជាបាទកពិតវិជាហ្នឹងកើតមកមិនមែនជាមនុស្សដែលមានសំណាងកើតក្នុងត្រកូលអ្នកមានស្ដុកស្ដំអីទេវិជាគាត់អភ័ព្វដោយសារតែកើតមកគាត់រស់នៅក្នុងត្រកូលក្រីក្រជីវិតក្រខ្សត់បាទហើយត្រូវបានឪពុកនោះស្លាប់តាំងពីទូចតាំងពីគាត់នៅទូចបាទមានរស់នៅតែជាមួយម្ដាយបាទម្ដាយរបស់គាត់ជាមនុស្សចាស់រស់ដោយធ្វើការបាទប្រចាំថ្ងៃហ្នឹងមិនធម្មតាទេធ្វើការទុចតាចតាមនៅផ្ទះនៅអីទៅដាំបាយស្លអីហ្នឹងទៅបងប្អូនបាទគាត់ស្លប្រចាំថ្ងៃទៅផ្ទះរបស់គាត់ហ្នឹងគឺជាផ្ទះឈើចាស់ហើយដំបូលនោះបាទស្លាងអាស័យបាទស្លាងអាស័យហ្នឹងគឺស្លាងអាស័យលលួយចោះប្រហោមើលឃើញមេឃបងប្អូនបាទស្លាងអាស័យលួយមិនសោចថាងឃើញក្រីក្រសោយទៅថាដឹងហើយស្លាងអាស័យក៏ពីដេកទៅទម្លឹកមើលឃើញផ្កាយឯងពេលយប់បាទគាត់រស់នៅក្នុងផ្ទះចាស់ទៅគាត់ក៏បានបាទរស់នៅក្នុងស្លាងអាស័យចាស់ទៅបាទត្រូវបានដាក់ធុងទឹកនៅចំកណ្ដាលផ្ទះដើម្បីនៅរាត្រីមួយវិជានោះក៏អង្គុយមើលដំបូលបាទតែគាត់ថាដំបូលផ្ទះរបស់ខ្លួនកម្លាំងឃើញមេឃគាត់អង្គុយមើលដំបូលហើយក៏គិតក្នុងចិត្តថាជីវិតដ៏សែនលំបាកប៉ុន្តែក៏មិនអាចលំបាករហូតបានដែរគាត់ចង់និយាយថាគាត់សពថ្ងៃគាត់លំបាកវេទនារស់នៅដំបូលបាទសង្កអាស័យធ្លុះលលួយអស់ហើយប៉ុន្តែគាត់គិតថាថ្ងៃទៅមុខគាត់មិនអាចផ្ទះរបស់គាត់បែបនេះរហូតដែលគាត់រស់នៅបែបនេះទេបាទទោះបីជាគាត់បាទរស់នៅតែពីអ្នកម្ដាយរបស់គាត់ក៏ដោយអញ្ចឹងណាបងប្អូនបាទបន្ទាប់មកមិនយូរប៉ុន្មានហ្នឹងវិជាហ្នឹងក៏ចាប់ផ្ដើមមានស្នេហាហើយអ្វីដែលគាត់ធ្វើឲ្យគាត់រស់នៅប្រឹងរស់ហ្នឹងគឺស្នេហាបាទស្នេហាហ្នឹងធ្វើឲ្យគាត់នឹងប្រឹងរស់នៅប្រឹងធ្វើប្រឹងប្រកបការងាររបបផ្សេងណាបងប្អូនបាទដល់ពេលមានស្នេហាចូលខ្លួនគាត់ប្រឹងប្រែងពេលនោះដែរមាននារីម្នាក់ដែលវិជាស្រឡាញ់ហើយគាត់ឈ្មោះសុភាបាទនាងជាកូនស្រីតែមួយគត់របស់គ្រួសារអ្នកមានប្រចាំស្រុកនោះតែម្ដងបាទសេនាថាកូនកំមុំគេតែមួយគត់ណាកូនពេជ្រកូនត្រប់ណាមានមួយគត់ប្រចាំស្រុកហ្នឹងហើយឪពុករបស់នាងហ្នឹងគឺជាម្ចាស់ដីនិងម្ចាស់ហាងនិងម្ចាស់សិប្បកម្មផ្សេងដែលមានឥទ្ធិពលបាទមានឥទ្ធិពលក្តាប់ទីផ្សាររបស់សេដ្ឋកិច្ចណាបាទហើយកូនកំមុំគាត់ក៏អ្នកមានបាទរៀនចប់បាទថ្នាក់ខ្ពស់ហើយវិជានេះគាត់ជាកូនដែលកំព្រាបាទឪពុកមានតែម្ដាយហើយរស់នៅក្នុងផ្ទះដំបូលមកឃើញប្រច័ណ្ឌណាបាទហើយវិជានឹងសុភានឹងស្គាល់គ្នាតាំងពីនៅសាលារៀនព្រោះក
ការនៅបឋមហ្នឹងគឺរៀនជាមួយគ្នាហ្នឹងស្គាល់គ្នាតាំងពីនៅតិចតួចពេលល្ងាចមួយហ្នឹងក្រោមដើមថ្នោតដ៏សែនចាស់មួយហ្នឹងក៏វិជាហ្នឹងក៏និយាយដោយសម្លេងស្រទន់ថាសុភាបងអត់មានអ្វីទេបងមានតែចិត្តទេបងសន្យាថានឹងខិតខំប្រឹងប្រែងហើយសន្សំលុយនឹងចូលដណ្ដឹងអូនគាត់ចង់និយាយអញ្ចឹងណាគាត់សន្សំលុយចូលដឹងមេហ្នឹងចង់ថាបើនិយាយពាក្យណាដៃខ្លីសវ៉ាអោបភ្នំបាទដៃខ្លីសវ៉ាអោបភ្នំគាត់នឹងខិតខំដើម្បីបាទសន្សំលុយចូលដណ្ដឹងសុភាហ្នឹងសុភាហ្នឹងក៏មើលភ្នែករបស់គាត់ហើយទឹកភ្នែកហូរតែម្ដងព្រោះគាត់អាណិតវិជាព្រោះវិជាហ្នឹងគាត់មិនមែនជាកូនអ្នកមានទេគាត់ជាអ្នកកូនអ្នកអត់ដែរទេប៉ុន្តែគាត់ពេលគាត់លើថាវិជានិយាយអញ្ចឹងគាត់ទៅស្រក់ទឹកភ្នែកបងប្អូនគាត់ក៏បាននិយាយទៅកាន់វិជាវិញថាអូនមិនខ្វល់ទេមិនខ្វល់ថាបងជាកូនអ្នកក្រីក្រមិនខ្វល់ថាបងក្រីក្រមិនខ្វល់ថាបងខ្វះខាតមិនខ្វល់ថាចិត្តបងអម៉េចទេអូននៅតែស្រឡាញ់សំខាន់ឲ្យតែបងស្មោះនឹងអូនបើមានអីអូននឹងនិយាយជាមួយពុកម្ដាយប្អូនបន្ថែមទៀតបាទអ្នកទាំងពីរមិនដឹងថាខ្លួនឯងនឹងបាទត្រូវបានធ្វើចិត្តឪពុកម្ដាយនឹងខកបំណងទេកម្មពិតទៅស្នេហាមិនមែនជាតែមនុស្សពីរនាក់បងប្អូនបាទនៅក្នុងសាច់រឿងគេមានចង់និយាយថាស្នេហាមិនមែនត្រឹមតែមនុស្សពីរនាក់ដែលស្រឡាញ់ស្មោះទេអ្វីដែលសំខាន់គឺគ្រួសារសង្គមហើយនិងប្រាក់ជាអ្នកសម្រេចដែរមិនមែនថាតើស្រឡាញ់គ្នាពីរនាក់ស្មោះស្ម័គ្របដូរដោយរស់ហើយបានមានសុភមង្គលបានរៀបការមួយគ្នាបានសំខាន់វាមានគូផ្សំពីគ្រួសារយើងដែរគូផ្សំពីបាទផ្កាយចិញ្ចឹមបូកផ្សំពីវ័យផ្សេងខាងក្រៅដែរបាទវាអាចទៅរួចបាទនៅថ្ងៃមួយហ្នឹងដល់ថ្ងៃដែលវិជាហ្នឹងក៏បានបាទរៀបចិត្តរៀងក្លាហានទៅជួបឪពុកម្ដាយរបស់សុភាហើយដើម្បីសុំចូលស្ដីដណ្ដឹងបាទបុរសចាស់ម្នាក់នោះក៏អង្គុយមើលលើកៅអីបាទលើកៅអីធំហ្នឹងបាទមើលមកវិជាមើលពីលោរហូតដល់ចុះក្រោមបាទហើយក៏និយាយដោយសំឡេងត្រជាក់បាទកូនចង់រៀបការជាមួយនឹងកូនស្រីខ្ញុំមែនមានអ្វីជាការធានាជីវិតនាងមានអ្វីជាបណ្ដាការសម្រាប់នាងហើយកូនហ៊ានសន្យាទេថានឹងមើលថែនាងវិជាក៏បានបាទបន្ទាបក្បាលហើយនិយាយដោយដង្ហើមញ័រភ័យណាទៅជួបផ្ទះគឺឲ្យគេដំបងហ្នឹងណាភ័យក៏ឲ្យក្មេងបាទសុភាហ្នឹងក៏បានទៅអោនក្បាលហើយក៏បាននិយាយបាទទាំងភ័យខ្លួនថាខ្ញុំអត់មានទ្រព្យទេលោកពូតែខ្ញុំមានចិត្តស្មោះខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការហើយនឹងមើលថែសុភាឲ្យដូចជាលោកពូមើលថែអូនសុភាបែបហ្នឹងឪពុករបស់សុភាហ្នឹងក៏សោចបាទក៏គាត់អស់សំណោចគាត់ថាស្នេហាមិនអាចញ៉ាំបានទេបើកូនចង់រៀបការជាមួយនាងកូនត្រូវមានប្រាក់សម្រាប់ស្ដីដណ្ដឹងយ៉ាងហោចណាស់ក៏បាន$50,000ពាក្យនេះដូចជាកំបិតចាក់ចំទ្រូងបេះដូងរបស់វិជាធ្វើឲ្យគាត់នឹងឈឺខ្សោយផ្សាបាទឆោតផ្សោយផ្សាយ៉ាងខ្លាំងបាទធ្វើឲ្យគាត់នឹងឈឺលក្ខណៈថាគ្មានអ្វីយកមកប្រៀបផ្ទឹមបានណាចំនួន$50,000បាទចំនួន$50,000ច្រើនណាស់បងប្អូនបាទគេអ្នកមានគេត្រូវការថ្លៃហើយពេលណាទៅធ្វើឲ្យវិជានឹងដូចយកកំបិតមកចាក់បេះដូងរបស់វិជាអញ្ចឹងចំនួន$50,000ហ្នឹងចំនួនដែលគាត់មិនអាចស្រមៃថានឹងកាន់សំបីតែម្ដងយប់នោះវិជាក៏អង្គុយនៅមុខផ្ទះមើលម្ដាយគេងហើយទឹកភ្នែកនឹងក៏ធ្លាក់ដោយស្ងៀមស្ងាត់មិនឲ្យម្ដាយដឹងទេព្រោះកុំឲ្យម៉ែពិបាកចិត្តបាទព្រោះគ្រួសារអត់ហើយបើម្ដាយពិបាកចិត្តទៀតឈឺខ្លាំងទៀតទៅអស់លុយច្រើនចឹងគាត់មិនឲ្យម៉ែប្រកបពិបាកចិត្តទេ
ហើយគាត់ទៅគាត់និយាយក្នុងចិត្តថាបងត្រូវធ្វើអ្វីក៏បានបងមិនអាចបោះបង់សុភាបានទេក្នុងដែរគាត់ក៏បានបាទឮដំណឹងថា 50000 គាត់ក៏បាក់ទឹកចិត្តបាទឈឺខ្លាំងហើយយ៉ាងដែរក៏ឥឡូវមកផ្ទះសិនហើយអង្គុយបាទអញ្ចឹងនៅផ្ទះសិនចុះមិនយូរប៉ុន្មានហ្នឹងគាត់ហ្នឹងក៏ហៅមកឲ្យសុភាហ្នឹងហៅវិជាទៅភាសាថ្មីបាទនិយាយរឿងឥឡូវទៅដល់ហ្នឹងវិជាហ្នឹងក៏ភ័យញ័រដែរព្រោះគេទាដល់ $50000 ហើយតែគេហៅយើងមកមានការអញ្ចឹងណាគាត់ភ័យក៏លោកបាទលោកឪពុករបស់សុភាហ្នឹងក៏បាននិយាយប្រាប់ឥឡូវលក្ខខណ្ឌពូមានឲ្យក្មួយជ្រើសរើសបើក្មួយស្រឡាញ់កូនពូពិតឥឡូវពូចង់ឲ្យក្មួយហ្នឹងមកកាន់បាទមកកាន់រោងម៉ាស៊ីនកាន់ស្រូវរបស់ពូក្នុងរយៈពេល1ខែក្មួយត្រូវចំណូលមិនឲ្យបាន$100000អញ្ចឹងក្នុង1ខែពូរកបានតែត្រឹម$40000ទៅ$30000ទេអញ្ចឹងបើក្មួយរកបានចំនួនដែលពូធ្វើរាល់ថ្ងៃក្មួយពូនឹងលើកកូនពូឲ្យទៅក្មួយហើយមិនទាថ្លៃបណ្ដាការទេឲ្យក្មួយយកចំនួននេះទៅដោះដូរពេលលើដំណឹងនេះភ្លាមដឹងវិជាគាត់ធ្វើអារម្មណ៍បែបម៉េចទេគាត់សប្បាយចិត្តខ្លាំងព្រោះគាត់ជាកូនកំព្រាឪពុកប៉ុន្តែកខណ្ឌភាពការតស៊ូរបស់គាត់គឺខ្លាំងហើយអ្នកស្រុកអ្នកភូមិដែលនៅជាមួយគាត់ដែលស្គាល់គាត់សិតជាអ្នករាប់អានហើយឈ្មោះស្រូវឈ្មោះអង្គទាំងអស់សឹងតែជាមិត្តភ័ក្តិរបស់វិជាហ្នឹងគាត់អ្នកធ្វើស្រែនៅប្រាំងដែរហើយគាត់បាទគាត់ស្គាល់គេច្រើនហើយគាត់ដឹងពីស្រូវបែបម៉េចច្រើនគាត់ដើរស្គាល់ពីភូមិមួយទៅភូមិមួយទំនាក់ទំនងមើលគេកាន់ស្រូវឲ្យលក់ទៅក្រៅប្រទេសគាត់បីជាគាត់មិនមានចំណេះវិជ្ជាជ្រៅចេះប៉ុន្តែគាត់មានការរាក់ទាក់ជាមួយនឹងមនុស្សជុំវិញខ្លួនជាច្រើនអញ្ចឹងធ្វើឲ្យគាត់ហ្នឹងបាទក៏កើតទំនាក់ទំនងបាទជាមួយពួកដែលជាអ្នកលក់ស្រូវឈ្មោះស្រូវផ្សេងបាទតាមស្រុកតាមភូមិហ្នឹងហើយគាត់ហ្នឹងក៏ជាអ្នកធ្វើស្រូវស្រែចម្ការអញ្ចឹងគាត់ដឹងពីអាការៈគាត់ដឹងពីទុក្ខធរៈអង្គការធ្វើស្រូវពេលនៅដែរវិជានឹងអខ្លាំងមែនតើបងប្អូនមិនយូរប៉ុន្មានហ្នឹងវិជានឹងបានកន្លះខែហ្នឹងក៏លោកឪពុករបស់សុភាហ្នឹងក៏បានដើរទៅមើលឃើញថាសុភាវិជានឹងធ្វើការងារល្អម៉ត់ចត់ច្បាស់លាស់កូនចៅគឺគាត់មានរបៀបរៀបរយបាទដឹកនាំបានល្អហើយឈ្មោះហ្នឹងតែងតែទិញចូលទិញចាញ់អញ្ចឹងបងប្អូនបាទច្រើនអញ្ចឹងធ្វើឲ្យគាត់ហ្នឹងសង្ឃឹមហើយនាងដែលជាសុភាហ្នឹងក៏បាទត្រេកអរដែរដែលឃើញវិជាបាទតែងតែតស៊ូព្យាយាមហើយកូនមាសកូនពេជ្រផុសគេផងគេដាក់អញ្ចឹងបងប្អូនយើងតែយើងគឺគាត់បែបម៉េចបាទគាត់ក៏បានទៅដើរមើលទៅឃើញបាទការងារវិជាល្អមែនបាទល្អតែការដឹកនាំបុគ្គលិកតែល្អមែនតើមិនយូរប្រហែលរយៈពេលតែមួយខែគាត់ប្រមូលបាន77លានលើសគាត់ប្រមូលទៀតលើសគាត់រកចំណូលប្រចាំខែទៀតបាន7លានពូវិជាគឺជាមនុស្សម្នាក់ដែលរស់រាយរាក់ទាក់ស្លូតបូតហើយនិយាយលក្ខណៈថាជំនួញអីគឺគាត់ប្រកែបាទគាត់អ្នកលក់ដូរគាត់អ្នកធ្វើស្រូវស្រែចម្ការគាត់ប្រកែអញ្ចឹងធ្វើឲ្យវិជានឹងសម្រេចគោលបំណងដោយលោកបាទអ្នកមាននឹងដាក់ឲ្យម្ដាយសុភាដាក់ឲ្យបាទមិនយូរប៉ុន្មានគាត់នឹងបានរៀបចំទុកដាក់ឲ្យសុភាជាមួយនឹងវិជានឹងបានជាគូក្រងគ្នាទៅហើយម្ដាយរបស់វិជានោះក៏បានឈឺធ្ងន់ហើយក៏បានស្លាប់ទៅនៅពេលដែលកូនកាសហើយក៏ត្រូវបានស្លាប់បានទៅបានលាចាកលោកទៅទាំងតែជីវិតរបស់គាត់ហ្នឹងគឺការតស៊ូគឺច្រើនបងប្អូនគាត់តស៊ូតាំងពីគាត់នៅក្មេងបាទតស៊ូពីយូរលង់ណាស់មកហើយអញ្ចឹងធ្វើឲ្យគាត់ហ្នឹងបាទមានគំនិតនិងមានឆន្ទៈបាទថាខ្លួនតូចកុំស្វាអោភ្នំ
ទោះបីខ្លួនតូចមិនខ្លួនតូចសំខាន់យើងមានសមត្ថភាពបងប្អូនយើងមានសមត្ថភាពយើងចេះបាទចេះគ្រប់វិធីសេដ្ឋកិច្ចឥឡូវយើងអត់សំខាន់ឬចេះមិនចេះសំខាន់យើងមានសមត្ថភាពដែលអត់ប្រាក់ខែប្រមាណហ្នឹងយើងមានសមត្ថភាពយើងអត់អញ្ចឹងបាទអញ្ចឹងទេវីដេអូនេះមានតែប៉ុណ្ណឹងទេបងប្អូនហើយបើសិនជាបងប្អូនបាទស្រឡាញ់នឹងពេញចិត្តបាទ channel របស់ខ្ញុំបាទកុំភ្លេចជួយ Subscribe បាទហើយថ្ងៃនេះជាកររយៈពេលចិត្តកន្លះខែគឺដល់បាត់ទេដល់បងបែកពេញមាត់អញ្ចឹងមិនសូវនិយាយបានពាក្យសម្ដីច្បាស់លាស់អីទេហើយគឺវាឈឺកពេកអញ្ចឹងណាបងប្អូនហើយមិនសូវបានចេញរឿងបាទច្រើនទេយូរចេញម្ដងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមគោរពនិងសូមគោរពលាបងប្អូនបាទអរគុណ